Chào xiêm chật khmៅpiel liềm mộ mơ ha cùng ruộng san rực trà liền piền đầy khmái tràn đòn xá ta đó ngày nà chốc tròn pìa rọp rơi năm hai thưa bạp khmái song krim hầu hài khmái về tần nìa plon trop đực đầy riêng pro chia slap cơ chương khnia vía sập bài và bạch hoa prasad bộ ràn khmai lùi plon hầu hài khmai on trai khmai ruh rừng tục xiêm cả cái lùi sáu sập bài trong ọ khmai xiêm nhúa nhung ỏi khmai sọp khnia khmai lơ prai chia chất pruol praiปูแต่มวยซะบายกิจกายชกรอบอ่านขมายกัมปุเจียยุอ้อยขมายเลอเมิกสำลับสองเครียมจองจับไซน์เวตเนียเชียมขมายแต่มวยฉลุบางคเนียจองกัมจองเปียวีอดอาลขมายเอ้ยขมายกมจันกอลเสียมเจ้าสำนอลตามจันจาลกำจัดปุดขมายเลอก่อนดาลสองเครียมริดดาลขมายเริงกลัวสองเครียมเลียมมัวกมรัวนะเสียมเจ้าหมกกระน้อมเรืองฉลัวก็เหาะสำได้ลบเลียบยัวปรังสางเกชมัวปลัวบากปลาปรองเยกเลียมมัวเมิกสาวขมายเท่าเปียบเจียงกายออนคลังนะสองเครียมบัญอัดเสียมอัดขมาเริงเปียอามาปิงสะกอลสองเครียมบัญอัดปูเจ้าเสียมกมโรงเนยเงียมเกรียมละบัดกอลแกงลานดักอัดกะสำนอลเจ้าเสียมควายควอลเริกละบัดทำไมชบเทอบาบขมายเสียมเลียมมัวปูเจ้ากมรัวพลันตึกใดทบัดขมายจองซอกบานเสไรเสียมเจ้าอัปไรวิเนียหาวសូមគោរពជំរាបសួរប្រិយមិត្តទាំងអស់ជាទីរាប់អានកំណាព្យដែលខ្ញុំបាទសុផាបានអាននេះមានចំណងជើងថាសង្គ្រាមលាមកដែលខ្ញុំបានសរសេរកាលពីយប់ថ្ងៃទី17ខែធ្នូឆ្នាំ2025នេះខ្ញុំសូមបញ្ជាក់ផងដែរថាខ្ញុំសរសេរកំណាព្យនេះដែលផ្អែកទៅលើព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជាដែលកាលពីអំឡុងខែសីហាជនជាតិសៀមម្នាក់មានគម្រោងប្រុងយកលាមកមកបាសាចមកលើប្រជាជនខ្មែរខ្ញុំសូមជូននៅសេចក្តីដកស្រង់ព័ត៌មានអំពីសារព័ត៌មានដែលបានផ្សព្វផ្សាយនៅក្នុងសារព័ត៌មានខ្មែរផុសបានសរសេរសារព័ត៌មានអំពីថៃដែលបានរាយការណ៍ថាជនជាតិនិយមថៃម្នាក់ឈ្មោះកាន់ចอมផ្លាងបាននាំឡានបង្គន់14គ្រឿងទៅព្រំដែននៅតំបន់បាននងច័ន្ទក្នុងបំណងបាញ់លើពលរដ្ឋខ្មែរដែលបានការពារផ្ទះសម្បែងនិងបានរើបន្លាលួសរបស់ទាហានថៃកាលពីពេលថ្មីនេះនៅភូមិជោគជ័យឃុំអបៃជាន់ស្រុកអូជ្រៅក្នុងខេត្តបន្ទាយមានជ័យលោកបណ្ឌិតយ៉ងពៅក៏បានសរសេរផងដែរថាថៃពិតជាជាតិសាសន៍លាមកអាចមនុស្សរបស់អាស៊ានមែនរដ្ឋាភិបាលសៀមបានអនុញ្ញាតឲ្យប្រជាជនសៀមបង្ហាញពិភពលោកឲ្យឃើញថាសៀមពិតជាថោកទាបលើលោកមែនទោះទង្វើអាក្រក់ថោកទាបបែបណាក៏ជនជាតិថៃនឹកឃើញធ្វើកើតដែរសារព័ត៌មានថៃនៅថ្ងៃទី28ខែសីហានេះឲ្យដឹងថាបរដ្ឋសៀមបានបញ្ជាឡានដឹកលាមកចំនួន14គ្រឿងមកច្រក
បាននងច័ន្ទសម្ដៅចូលភូមិជោគជ័យកម្ពុជាខ្ញុំសូមហៅខ្លីថាថៃគឺសៀមហៅសាសសៀមគឺអាចអាស៊ាននេះគឺជាទស្សនៈរបស់បណ្ឌិតយ៉ងពៅពាក់ព័ន្ធទៅនឹងគម្រោងដឹកឡានលាមកមកបាចសាចលើប្រជាជនខ្មែរនៅតាមព្រំដែនប្រជាជនខ្មែរខ្លះក៏បានមានជាយោបល់ថាបើសិនបើថៃធ្វើបែបនេះមែនគួរតែយករោគព្រះមហាក្សត្រថៃដើម្បីទប់ទល់ជាមួយនឹងលាមកដែលជនជាតិថៃបាត់មកលើខ្មែរប៉ុន្តែប្រជាជនខ្លះក៏បញ្ចេញជាទស្សនៈថាគួរតែយករោគលោក Donald Trump មកជំនួសវិញព្រោះបើសិនជាថៃធ្វើបែបនេះជាការមើលងាយដល់លោក Donald Trump ដែលលោកចង់ឲ្យមានសន្តិភាពរវាងកម្ពុជានិងថៃចំណែកឯនាយករដ្ឋមន្ត្រីស្ដីទីថៃក៏បានប្រកាសមិនគាំទ្រការបញ្ជូនឡានដឹកលាមកវាយប្រហារមកលើកម្ពុជាដែលប្រឈមមុខច្បាប់អន្តរជាតិហើយនៅពេលនោះគឺថៃមិនបានធ្វើតាមគម្រោងការនោះទេគឺពុំបានយកឡានលាមកមកបាចលើប្រជាជននៅតាមព្រំដែនបានសម្រេចនោះទេខ្ញុំសូមជូនជាអត្ថបទខ្លីមួយទៀតដែលបងប្រុសនៅសុកបានសរសេរតាម Facebook របស់គាត់ដែលមានចំណងជើងថានឹកស្រុកដែលជាការដកស្រង់ពីរឿងមហាចៅទល់ដែនដែលនិពន្ធដោយលោកសាងសាវ៉ាតនៅឆ្នាំ1955ខ្ញុំសូមអានសំណេរដកស្រង់របស់បងប្រុសនៅសុកចំណងជើងនឹកស្រុកដោយតទៅសត្វឆ្ងាយពីសម្បុករងាកំព្រាយ៉ាងណាជនអ្នកឃ្លាតឆ្ងាយស្រុកក៏កំព្រាយ៉ាងនោះដែរក្រឡេកមើលឆ្វេងស្ដាំនាយអាយឃើញតែជនឯទៀតដែលខ្លួនមិនស្គាល់យូរម្ដងប្រលឹងនៃស្រុកទេសអង្រួនរលឹកឡើងធ្វើឲ្យទឹកមុខក្រៀមក្រំធ្វើចិត្តឲ្យចង្អៀតចង្អល់ធ្វើឲ្យភ្នែករលិញរលោងរាល់ថ្ងៃជនអ្នកឃ្លាតស្រុកក្រឡេកមើលទៅទិសដែលខ្លួនរស់នៅផ្កើលាន់ម្ដងជនអ្នកឃ្លាតស្រុកអោបដៃសំពះអង្វរអរិយទេវតាឲ្យដឹកនាំខ្លួនទៅដល់ស្រុកវិញទោះបីស្រុកថ្មីដែលពិនិត្យទៅមានការសប្បាយនិងសម្បូរហូរហៀក៏ដោយក៏ពុំដូចស្រុកយើងអាក្រក់ក្រកំសត់លំបាកវេទនាយ៉ាងណាក៏ដោយក៏ស្រុកយើងជាស្រុកសុខដុមរមនាដែលទាញចិត្តចង់ឲ្យតែនៅរហូតអស់ជន់ជីវិតចាបយំឲ្យចាបយំគឺមកដាស់សតិយើងឲ្យយំជាមួយចាបនោះឯងបើមានដំណឹងអ្វីពីស្រុកយើងជនអ្នកប្រត់ស្រុកស្ទុះភ្ញាក់លោតចង់ដឹងចង់ឮគេនិយាយពីស្រុកខ្លួនរាល់ពេលវេលាយើងកេយគុណរឹកមើលក្នុងបណ្ដាមនុស្សដែលដើរក្រែងឃើញនរណាម្នាក់ដែលមកពីស្រុកយើងអោចិត្តស្រឡាញ់ស្រុកទេសនេះមិនថាប្រុសស្រីទេចាប់ចិត្តចាប់គំនិតជាពុនពេកចិត្តស្រឡាញ់ស្រុកនេះនាំចិត្តយើងឲ្យជួបប្រទះនឹងមនោសញ្ចេតនាធំឲ្យទៀតជាច្រើនមានចិត្តស្រឡាញ់ប្រទេសជាតិនិងស្រឡាញ់ជនជាតិខ្លួនជាដើមអ្នកដែលប្រត់ប្រាស់ចេញពីស្រុកទៅនៅពឹងអាស្រ័យប្រទេសគេទើបស្គាល់តម្លៃនៃចិត្តនឹកស្រុកពិតទាំងនេះគឺជាសំណេរអំពីការនឹករលឹកស្រុកទេសរបស់បងប្រុសនៅសុកដែលដកស្រង់ចេញពីសៀវភៅមហាចៅទល់ដែននិពន្ធដោយលោកសាងសាវ៉ាតឆ្នាំ1955នៅក្នុងបច្ចុប្បន្ននេះប្រទេសកម្ពុជាញោមញីដោយភ្លើងសង្គ្រាមបង្កឡើងដោយជនជាតិថៃឬសៀមដែលធ្វើឲ្យប្រជាជនខ្មែរចំណាក់ចេញពីភូមិស្រុកខេត្តកំណើតរបស់ខ្លួនទៅរកតំបន់សុវត្ថិភាពហើយជារឿងមួយដែលគួរឲ្យសោកស្ដាយដែលសង្គ្រាមបានអូសបន្លាយធ្វើឲ្យប្រជាជនមានការលំបាករស់នៅដោយវេទនាជាពិសេសបងប្អូនភាសាខ្មែរនៅតាមព្រំដែនខ្មែរសៀមសូមបួងសួងឲ្យសង្គ្រាមឆាប់ផុតរលត់បញ្ចប់ហើយសូមឲ្យសន្តិភាពកើតមកក្នុងប្រទេសកម្ពុជាក៏ដូចជាទូទាំងសកលលោកក្នុងពេលឆាប់ហើយប្រជាជនខ្មែរអាចរស់នៅតាមភូមិស្រុករបស់ខ្លួនដោយសន្តិភាពនិងការអភិវឌ្ឍ
ខ្ញុំបាទសុផាសូមអរគុណសម្រាប់ការតាមដាននៅប្រធានបទនេះពីដើមដល់ចប់ក៏សូមអធិស្ឋានបើសិនបើការរៀបរាប់ខុសឆ្គងដោយប្រការណាមួយសង្ឃឹមជួបគ្នាជាមួយនឹងប្រធានបទថ្មីៗនៅពេលក្រោយបន្ថែមទៀតសូមអរគុណសូមគោរពលា